សូមជម្រាបសួរបងប្អូនប្រិយមិត្តតាម Facebook ជាទីមេត្រីថ្ងៃនេះខ្ញុំហែមសុភ័ណ្ឌម្ចាស់ Facebook មនុស្សនិងធម្មជាតិសូមលើកយកប្រធានបទអប់រំមួយក្រោមចំណងជើងថាតើហេតុអ្វីបានក្មេងៗនៅប្រទេសអឺរ៉ុបដែលជាប្រទេសជឿនលឿនចូលចិត្តអានសៀវភៅរីឯនៅប្រទេសកម្ពុជាកុមារទូទៅមិនចាប់អារម្មណ៍ទៅនឹងការអានសៀវភៅនោះទេតើមានកត្តាអ្វីខ្លះដែលនាំឲ្យកុមារអឺរ៉ុបចូលចិត្តអានសៀវភៅរីឯកុមារកម្ពុជាមិនចាប់អារម្មណ៍ទៅនឹងការអានសៀវភៅជុំទៅតាមការសង្កេតចំពោះភ្ញៀវបរទេសទាំងឡាយដែលខ្ញុំបានធ្វើការជាមួយពួកគាត់មានភ្ញៀវខ្លះមកជាលក្ខណៈក្រុមគ្រួសារដែលមានកូនទូចចាប់តាំងពីអាយុ1ឆ្នាំរហូតដល់12-13ឆ្នាំមានក្មេងអឺរ៉ុបដែលជាភ្ញៀវទាំងឡាយនោះទូទៅគឺតែងតែមានសៀវភៅកាន់នៅដៃជានិច្ចទោះបីជាធ្វើដំណើរទៅនៅលើឡានឆ្ពោះទៅកាន់ប្រាសាទផ្សេងក្មេងៗទាំងនោះកម្រនឹងដាក់សៀវភៅចេញពីដៃណាស់ហើយអានភាគច្រើននៅក្នុងអំឡុងពេលនៃការធ្វើដំណើរកម្សាន្តជាពិសេសនៅលើរថយន្តក៏ដូចជានៅពេលដែលខ្ញុំមកទទួលពួកគាត់នៅសន្តាគារបន្ទាប់ពីញ៉ាំអាហារពេលព្រឹកឃើញតែកុមារខ្លះនៅកំពុងតែកាន់សៀវភៅអាននៅលើតុញ៉ាំអាហារឬក៏នៅកន្លែងហែលទឹក swimming pool នៅពេលដែលខ្ញុំសាកសួរក្មេងៗអឺរ៉ុបទាំងនោះតើហេតុអ្វីបានជាអ្នកចំណាប់អារម្មណ៍ចំពោះការអានសៀវភៅហើយសៀវភៅរបស់គាត់ភាគច្រើនកាន់មិនមែនមានកម្រាស់10-20ទំព័រនោះទេគឺមានកម្រាស់រហូតដល់រាប់រយ200 300ទំព័ររហូតដល់700ទំព័រក៏មានហើយក្នុងមួយថ្ងៃឬក្នុងមួយពេលដែលគាត់ធ្វើដំណើរគាត់អាចអានបានលើសពី20ទៅ50ទំព័រអញ្ចឹងនៅពេលដែលខ្ញុំសួរគាត់ហេតុអីបានចូលចិត្តអានមានក្មេងៗមួយចំនួនបានឆ្លើយថាគាត់អានដើម្បីសប្បាយគាត់អានដើម្បីកំដរពេលវេលាគាត់អានដើម្បីស្វែងយល់បន្ថែមអំពីសាច់រឿងទាំងឡាយដែលគាត់ចង់ដឹងដូចជារឿងខ្មោចព្រាយបិសាចឬក៏រឿងបញ្ហាសង្គមឬក៏រឿងប្រឡោមលោកឬក៏រឿងពាក់ព័ន្ធផ្នែកសាសនាជាដើមហើយនៅពេលដែលសួរគាត់ថាតើអ្នកមានអារម្មណ៍យ៉ាងដូចដេចនៅពេលដែលអ្នកអានជាក្បាលវិលមុខឬក៏មានអារម្មណ៍ធុញថប់ដែរទេគាត់បានបកស្រាយថាការដែលគាត់ចំណាយពេលអានបែបនោះមិនបានធ្វើឲ្យគាត់ឈឺក្បាលនោះទេផ្ទុយទៅវិញគាត់ទទួលនៅអារម្មណ៍រីករាយហើយក៏ទទួលនៅរឿងល្អៗជាច្រើនពីសៀវភៅរបស់គាត់ដូច្នេះហើយទើបជំរុញទឹកចិត្តគាត់ឲ្យចូលចិត្តអានសៀវភៅតែម្ដងហើយនៅពេលដែលខ្ញុំសួរឪពុកម្ដាយថាតើកូនរបស់អ្នកនៅឯផ្ទះគាត់អានសៀវភៅបែបនេះដែរទេឪពុកម្ដាយរបស់គាត់ក៏ឆ្លើយថាជាការពិតនៅផ្ទះក៏ដូចជានៅទីណាកូនរបស់គាត់ក៏កាន់សៀវភៅអានចាប់មួយក្បាលចូលមួយក្បាលទៀតតែតាមអ្វីដែលគាត់ចង់បានអានហើយគាត់ក៏មិនបានបង្ខំកូនឲ្យអានសៀវភៅនោះដែរនៅពេលដែលខ្ញុំសួរកុមារក្មេងៗមួយចំនួនពួកគាត់ក៏ឆ្លើយដូចគ្នាថាការអានរបស់គាត់មិនត្រូវបានឪពុកម្ដាយចាប់បង្ខំឲ្យអានឬក៏ដាក់កំណត់ឲ្យអស់ប្រមាណទំព័រក្នុងមួយថ្ងៃនោះដែរហើយក៏មិនកំណត់ថាសៀវភៅណាដែលត្រូវអាននោះដែរគឺគាត់អាចជ្រើសរើសដោយខ្លួនឯងហើយនៅពេលដែលគាត់ចាប់អារម្មណ៍គឺគាត់ប្រាប់តែឈ្មោះសៀវភៅទៅឲ្យឪពុកម្ដាយទិញឲ្យឬក៏ពេលដែលឪពុកម្ដាយនាំទៅផ្សារឬក៏ bookshop គាត់បានចាប់អារម្មណ៍សៀវភៅណាគាត់ក៏សុំឪពុកម្ដាយគាត់ទិញតែម្ដងអញ្ចឹងខ្ញុំសង្កេតឃើញថាការដែលក្មេងៗគាត់អានសៀវភៅច្រើនគាត់មានបញ្ញាច្រើនជាពិសេសគឺផ្នែកផ្នត់គំនិតរបស់គាត់គឺគាត់ចាប់អារម្មណ៍ទៅនឹងការសិក្សាជាក់ស្ដែងទៀតសោតនៅពេលដែលនាំគាត់ទៅទស្សនាប្រាសាទគាត់តែងតែលើកនៅសំណួរមួយចំនួនដែលនឹកស្មានមកដល់ពេលខ្លះឪពុកម្ដាយរបស់គាត់គ្មានសំណួរសួរតែបើជាក្មេងៗទាំងនោះមានសំណួរសួរខ្ញុំអំពីនេះអំពីនោះតាំងពីប្រវត្តិរបស់ព្រះមហាក្សត្រហេតុអីបានជាគាត់មានអំណាចខ្លាំងម្ល៉េះ
ហេតុអីបានជាគាត់ចាប់អារម្មណ៍លើការសាងប្រាសាទហើយតើប្រជាជនសម័យនោះពេញចិត្តនឹងការកសាងប្រាសាទដែរទេរហូតដល់មានកុមារខ្លះអាយុត្រឹមតែ 7-8 ឆ្នាំតែប៉ុណ្ណោះគាត់ចេះវិភាគទៅលើដីគាត់ចេះវិភាគទៅលើថ្មនៅពេលដែលខ្ញុំរាយរាប់អំពីប្រភេទថ្មនៃការកសាងប្រាសាទជាមួយពួកគាត់ថែមទៀតធ្វើឲ្យខ្ញុំមានមោទនភាពណាស់នៅពេលដែលឮសំណួររបស់គាត់ជាច្រើនដែលគាត់សួរដែលគ្មានភ័យខ្លាចគាត់សួរដោយការគោរពហើយគាត់តែងតែមានការបកស្រាយបន្ថែមទៅនឹងអ្វីដែលគាត់មានមន្ទិលឬក៏មានយោបល់បន្ថែមនៅអ្វីគាត់គិតថាថ្មីប្លែកគឺគាត់តែងតែចែករំលែកនៅចំណេះដឹងនិងការយល់ឃើញរបស់គាត់មកកាន់ខ្ញុំក៏ដូចជាពុកដៃរបស់គាត់ជានិច្ចខ្ញុំឃើញថាក្មេងៗអឺរ៉ុបទាំងអស់នោះហាក់ដូចជាមិនត្រូវបានបង្ខំឲ្យអានបង្ខំឲ្យធ្វើនោះទេផ្ទុយទៅវិញឪពុកម្ដាយរបស់ពួកគេតែងតែរីករាយនិងផ្ដល់ឱកាសឲ្យពួកគេអានផ្ដល់ឱកាសឲ្យពួកគេធ្វើនិងធ្វើការស្ដីសម្រេចចិត្តដោយខ្លួនឯងដូចខ្ញុំសង្កេតឃើញថាកុមារអឺរ៉ុបភាគច្រើនគាត់មានសេចក្ដីក្លាហានហ៊ានសួរហ៊ានឆ្លើយហើយចេះចែករំលែកនៅចំណេះដឹងដែលគាត់មានទៅកាន់មនុស្សចាស់ៗចុះចំណែកឯកុមារកម្ពុជាវិញតើមានចរិតលក្ខណៈយ៉ាងដូចម្ដេចឆ្លងតាមរយៈបទពិសោធន៍តាំងពីកុមារភាពក៏ដូចជាការអង្កេតមើលទូទៅនៅក្នុងសង្គមខ្មែរតាំងពីទូចរហូតដល់អាយុ30ជាងឆ្នាំនេះខ្ញុំសង្កេតឃើញថាកុមារកម្ពុជាភាគច្រើនមិនចូលចិត្តកាន់សៀវភៅអានទេដោយសារមានកត្តាជាច្រើននៅក្នុងនោះរួមមានទី1គឺពួកគាត់មិនត្រូវបានឪពុកម្ដាយជំរុញនិងលើកទឹកចិត្តឲ្យអានសៀវភៅនៅពេលដែលអានច្រើនឪពុកម្ដាយតែងតែរំខានអារម្មណ៍គាត់ឲ្យយកនេះឲ្យយកនោះនៅក្នុងផ្ទះហើយក៏ប្រើគាត់ឲ្យធ្វើការនេះធ្វើការនោះហើយតែងតែស្ដីបន្ទោសគាត់នៅពេលដែលគាត់អានសៀវភៅដោយអត់បានធ្វើកិច្ចការងារផ្ទះសម្បែងទី1គឺពាក់ព័ន្ធកត្តាពេលវេលាហើយនឹងការជំរុញទឹកចិត្តពីឪពុកម្ដាយគ្មានទី2នៅពេលដែលគាត់ទៅសាលារៀនលោកគ្រូអ្នកគ្រូគាត់បានបង្ហាញតែអំពីទ្រឹស្ដីឲ្យកុមារអានឲ្យកុមារសិក្សាប៉ុន្តែនៅពេលគាត់សង្កេតមើលបរិយាកាសជុំវិញពួកគាត់ឃើញថាលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យពុកម្ដាយនិងអ្នកនៅជុំវិញខ្លួនជាដើមឡាក់កម្រនឹងកាន់សៀវភៅអានណាស់ពេលទំនេរគឺជជែកគ្នាលេងពេលទំនេរគឺធ្វើអ្វីផ្សេងដែលមិនមានការពាក់ព័ន្ធទៅនឹងការអានសៀវភៅដូច្នេះបរិយាកាសជុំវិញទាំងឡាយដែលគាត់បានមើលឃើញថាហាក់ដូចជាមិនមានធាតុផ្សំណាមួយជំរុញនឹងលើកទឹកចិត្តឲ្យគាត់ចូលចិត្តអានសៀវភៅឡើយម្យ៉ាងវិញទៀតនៅពេលដែលគាត់អានសៀវភៅគាត់ហាក់ដូចជាមិនត្រូវបានឪពុកម្ដាយណែនាំឬក៏អ្នកណាម្នាក់ណែនាំឲ្យគាត់ថាអានសៀវភៅនេះអានសៀវភៅនោះដើម្បីឲ្យបានជាប្រយោជន៍អ្វីនោះដែរនៅពេលគាត់អានបានត្រឹមតែកន្លះទំព័រឬក៏មួយទំព័រគាត់ហាក់ដូចជាមានអារម្មណ៍ឈឺក្បាលវិលមុខឬក៏មានអារម្មណ៍ធុញថប់តែម្ដងហើយក៏ទម្លាក់សៀវភៅទៅកាន់ទីកន្លែងដែលគាត់ចង់លេងឬក៏ជួយធ្វើការងារផ្ទះសម្បែងឡាដូច្នេះហើយទើបឃើញថាកុមារកម្ពុជាមានការយល់ដឹងតិចតួចបំផុតទី1ដោយសារកត្តាតែឪពុកម្ដាយគ្រួសារទី2គឺកត្តាសាលារៀនថ្នាក់រៀនគឺនឹងកត្តាសង្គមជុំវិញបរិយាកាសជុំវិញរបស់គាត់ដែលហាក់ដូចជាមិនចាប់អារម្មណ៍ទៅលើការអានសៀវភៅដូច្នោះដែរហើយម្យ៉ាងវិញទៀតខ្ញុំឃើញពេលខ្លះនៅពេលដែលកុមារកាន់សៀវភៅអានឬក៏បុគ្គលណាម្នាក់កាន់សៀវភៅអាននៅទីសាធារណៈដូចជានៅលើឡានក្រុងនៅមាត់ទន្លេឬក៏នៅទីសាធារណៈផ្សេងៗត្រូវបានគេគិតថាអ្នកកាន់សៀវភៅអានទាំងនោះជាមនុស្សឈួតឡប់អត់ចេះយកបរិយាកាសរីករាយមករីករាយកំសាន្តទេមកធ្វើឯងអីអ្នកពូកែចូលចិត្តអានឲ្យគេសរសើរអញ្ចឹងហាក់ដូចជាគ្មានការលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញទាំងឡាយនោះផងដែរហើយផ្ទុយទៅវិញគឺពួកគាត់ត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋានទាំងនោះនៅពេលដែលគាត់កាន់សៀវភៅអានអញ្ចឹងហើយទើបឃើញផ្នត់គំនិតរបស់កុមារខ្មែរយើងក៏ដូចជាគំនិតយល់ឃើញរបស់កុមារហាក់ដូចជានៅមានកម្រិតទាបបំផុតជាពិសេសនៅពេលដែលគាត់ប្រុងនឹងនិយាយជាមួយនរណាម្នាក់ដែលជាមនុស្សចាស់ឬក៏អ្នកប្លែកនៅក្រៅពីមជ្ឈដ្ឋានរបស់គាត់ហាក់ដូចជាមានការភ័យខ្លាចជាពិសេសនៅពេលដែលនិយាយជាមួយគ្រូបង្រៀនជាមួយចាស់នៅទីកន្លែងផ្សេងដែលត្រូវជាញាតិមិត្តរបស់គាត់
គាត់តែងតែភ័យខ្លាចចំពោះកំហុសឆ្គងគាត់មានពីព្រោះនៅក្នុងគុំគ្រួសារតែងតែអប់រំកុមារកម្ពុជាឲ្យចេះគោរពចាស់ចេះស្ងប់ស្ងៀមមិនត្រូវតវត្តមាត់លោឡាឬក៏ចោតសួរទំនួលផ្ដេសផ្ដាស់ទៅកាន់ចាស់ទេខ្លាចគេប្រកាន់ដូច្នេះហើយទើបឃើញការយល់ឃើញរបស់គាត់អត់មានការរីកចម្រើនជាពិសេសគឺគាត់តែមានការភ័យខ្លាចជានិច្ចនៅពេលដែលគាត់និយាយជាមួយចាស់ហើយយ៉ាងណាមិញចាស់នៅក្នុងសង្គមខ្មែរតែងតែយល់ថានិយាយជាមួយក្មេងហាក់ដូចជាចំណាយពេលវេលាអត់ប្រយោជន៍នាំឲ្យក្មេងមើលងាយដូច្នេះហើយទើបនៅពេលដែលក្មេងមានអ្វីដែលជាមន្ទិលឬក៏ឆ្ងល់គាត់កម្រនឹងសួរចាស់ណាស់ព្រោះខ្លាចខុសខ្លាចចាស់ខឹងហើយនៅពេលដែលគាត់មានបញ្ហាជាក់ស្ដែងនៅខាងក្រៅគឺគាត់កម្រនឹងប្រាប់ពុកម្ដាយព្រោះខ្លាចខុសខ្លាចពុកម្ដាយខឹងវាយឬក៏ចាស់ស្ដីឲ្យជាសរុបសេចក្តីមកខ្ញុំយល់ឃើញថាការបង្រៀនកូនឲ្យចេះធ្វើតាមរយៈការបង្ហាញអំពីសកម្មភាពរបស់ខ្លួនឲ្យក្មេងឃើញជាទង្វើជាក់ស្ដែងក្នុងការចូលចិត្តអានសៀវភៅគឺពុកម្ដាយនិងអ្នកនៅជុំវិញខ្លួនផ្ទាល់គួរតែចាប់អារម្មណ៍ទៅលើការកាន់សៀវភៅអានដើម្បីឲ្យកុមារមើលឃើញហើយពួកគាត់នឹងយល់អំពីសារៈសំខាន់នៃការអានសៀវភៅជាដើមដូចជាកុមារនៅអឺរ៉ុបដែលនាំឲ្យពួកគេបង្កើតនូវសេចក្តីក្លាហានហ៊ានហើយនឹងមានបញ្ញាវិង្វៃក្នុងការប្រឈមនឹងបញ្ហាផ្សេងៗអញ្ចឹងខ្ញុំសង្ឃឹមថាកុមារកម្ពុជានៅក្នុងចំនួនក្រោយត្រូវបានឪពុកម្ដាយលើកទឹកចិត្តជំរុញឲ្យចូលចិត្តអានសៀវភៅដើម្បីបង្កើននូវសតិបញ្ញាយល់ដឹងនិងភាពក្តីក្លាហានរបស់គាត់ដើម្បីចូលរួមការប្រកួតប្រជែងផ្នែកចំណេះដឹងការយល់ដឹងនិងការអនុវត្តផ្ទាល់នៅក្នុងសង្គមក៏ដូចជាពិភពលោកហើយកសាងសង្គមឲ្យមានការរីកចម្រើនចូលរួមទាំងអស់គ្នាបង្រៀនកុមារឲ្យចូលចិត្តអានសៀវភៅសូមអរគុណ